មានអតិពលនៅក្នុងការទម្លាក់គ្រាប់បានរហ័សនិងចំគោលដៅនេះគឺប្រភេទ Gripen Fighter Jet 201នោះ11គ្រឿងទៀតដូច្នេះជារួមថៃមានយន្តហោះប្រដេញប្រភេទនេះប្រមាណជា40គ្រឿងឯកម្ពុជាវិញតាមមួយគ្រឿងក៏គ្មានដែររឿងនិយាយយន្តហោះប្រដេញគាត់ថាមេដឹកនាំកម្ពុជាធ្លាប់អួតថាមានសំណាញ់មេឃអីដែលអាចចាប់យន្តហោះទាំងអស់នេះបានក៏ប៉ុន្តែមកដល់ពេលនេះគឺពុំមានសំណាញ់នេះដែលអាចនឹងឃើញថាចាប់បានយន្តហោះនេះមួយនៅឡើយទេហើយយើងគិតថាប្រហែលជាអាចទុកចុងក្រោយសម្រាប់នៅពេលដែលយន្តហោះនេះហោះមកម្ដង30-40គ្រឿងហ្នឹងចាប់មកសំណាញ់ឲ្យជាប់ឬក៏យ៉ាងម៉េចបងប្អូនចិត្តតែរងចាំដែរតែយ៉ាងណាទ័ពអាកាសថៃនៅតែបន្តប្រើយន្តហោះនេះគឺបើតាមក្រសួងការពារជាតិគឺមានទាំងនៅទីតាំងភូមិសាស្ត្រក្រុងប៉ោយប៉ែតហ្នឹងខេត្តបន្ទាយមានជ័យទម្លាក់គ្រាប់បែក2គ្រាប់ហើយក៏ទម្លាក់គ្រាប់នេះនៅភូមិសាស្ត្រភ្នំខ្មោចភូមិសាស្ត្រពាក់ស្បែកហើយមាននៅរសៀលនេះដែរគឺទម្លាក់គ្រាប់4គ្រាប់ទៀតនៅក្នុងភូមិសាស្ត្រក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យដូច្នេះយើងឃើញទីតាំងទម្លាក់គ្រាប់នេះគឺមាននៅតែច្រើនហើយនៅក្នុងថ្ងៃទី18នេះសពាវុធគ្រប់ប្រភេទដែលយោធាថៃប្រើនៅពេលប្រតិបត្តិការវាយសន្ធាប់ចូលក្នុងទឹកដីដែនអធិបតេយ្យកម្ពុជារាប់ចាប់តាំងពីម្សិលមិញផងគឺមានតាំងពីកំភ្លើងដេកាមានកំភ្លើង100មីលីម៉ែត្របំពាក់លើរថក្រោះមានកំភ្លើងធំ105មីលីម៉ែត្រ155មីលីម៉ែត្រកំភ្លើងគាំទ្រគ្រប់ប្រភេទដ្រូនបាញ់ផ្សែងពុលដ្រូនទម្លាក់ភ្លើងដ្រូនអត្តឃាតនិងដ្រូនបំពាក់កំភ្លើងនិងរថក្រោះជាដើមដូច្នេះអ្វីដែលក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់នេះគឺមែនតើទាហានថៃនៅតែវាយសន្ធាប់ខ្លាំងណាស់នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅពេលដែលកម្ពុជាពុំមានអ្វីដែលអាចទប់បានក្រៅតែពីបេះដូងដ៏មោះមុតរបស់ទាហានយើងហើយនឹងមាន BM21 ដែរ BM21 របស់កម្ពុជានេះមែនតើក៏មានប្រសិទ្ធភាពច្រើនណាស់ដែរនៅក្នុងការដែលទប់ថៃកុំឲ្យឈ្លានពានជ្រៀតជ្រៅចូលបានន័យថាចូលជ្រៀតឆ្លៀតជ្រៅមកក្នុងដែនអធិបតេយ្យដោយសារតែ BM21 នេះឯងបានថៃររឿងទម្លាក់នៅឯប៉ោយប៉ែតនៅម្ដុំក្រុងប៉ោយប៉ែតហ្នឹងដោយថៃអះអាងថាគេទម្លាក់ទៅលើឃ្លាំងស្តុកទុកគ្រាប់ BM21 ថៃតាមពិតខាងយោធាថៃបានបញ្ជាក់ថាការដែលគេទម្លាក់គ្រាប់នៅក្នុងក្រុងប៉ោយប៉ែតនេះគឺដោយសារតែគេឃើញមានទាហានកម្ពុជាយើងទាហានខ្មែរយើងកែនឬក៏បង្កើនចំនួនច្រើនទៅទល់ដែនឬម្ដុំតំបន់ប៉ោយប៉ែតហ្នឹងហើយមានដេប៉ូឬក៏ឃ្លាំងដាក់គ្រាប់សពាវុធផ្សេងហ្នឹងដែលថៃគេចាត់ទុកថាអានោះគឺជាឃ្លាំងគ្រាប់បងប្អូនសួរថាហេតុអីបានជាថៃច្បាស់ម៉េះដឹងថាកន្លែងណាគ្រាប់ហើយដឹងកន្លែងណាយោធាខ្មែរយើងឡើងទៅជួរមុខរឿងមាន2ដើម្បីដែលថៃដឹងរឿងមាន3ដែលថៃអាចដឹងព័ត៌មានទាំងនេះពីខ្មែររឿងដែលងាយបំផុតហើយឆាប់ដឹងបំផុតគឺថៃមានប្រព័ន្ធ drone បាទប្រព័ន្ធស៊ើបការរបស់ថៃហោះលើអវកាសហើយថៃក៏មានប្រព័ន្ធsatellite គឺប្រព័ន្ធផ្កាយរណបរបស់គេនៅក្នុងការឃ្លាំមើលសកម្មភាពរបស់យើងបានដែរអត់មានពិបាកទេព្រោះអីបច្ចេកវិទ្យារបស់ថៃហ្នឹងក៏គេមានប្រើអាហ្នឹងអីចឹងទៅហើយអាហ្នឹងតកតងនឹង drone និងយន្តហោះស៊ើបយកការហ្នឹងគឺអាចនឹងយកព័ត៌មានបានយ៉ាងលឿនហើយជាក់ច្បាស់ទៀតព្រោះអីហោះពីលើយើងរាល់តែម៉ោងរាល់តែពេលទេអាហ្នឹងយន្តហោះ drone ប្រភេទស៊ើបការក្រៅពីហ្នឹងក៏ថៃប្រើ drone ទម្លាក់គ្រាប់ drone អត្តឃាត drone ទម្លាក់គ្រាប់បានន័យថាទម្លាក់គ្រាប់ហើយយន្តហោះទៅវិញយកគ្រាប់មកទម្លាក់ទៀតអា drone មកប្រភេទទៀតគឺ drone អត្តឃាតហ្មងបានន័យថាមកហើយអត់ទៅវិញទេដាក់គ្រាប់មកហើយគឺទោះជាយើងបាញ់ធ្លាក់ drone ហ្នឹងគឺបានន័យថា drone ហ្នឹងគឺមកសម្រាប់ខ្លួនតែម្ដងបាទអត់មានវិលទៅវិញទេអានេះគឺជាប្រភេទ drone ដែលពួកខាងទាហានអ៊ុយក្រែនប្រើបានជោគជ័យមែនតើនៅក្នុងការទប់ស្កាត់ទាហានរុស្ស៊ីដែលឈ្លានពាននៅអ៊ុយក្រែនណាប៉ុន្តែឥឡូវនេះថៃក៏បានប្រើ drone អត្តឃាតបែបនេះច្រើនដែរហើយក៏គេចោទខាងភាគីកម្ពុជាថាក៏ប្រើ drone អត្តឃាតបែបនេះដែរមិនអត់ទេវាមានទៅមានមកអញ្ចឹងទៅយ៉ាងណាបើតាមមើលថៃនៅតែចោទប្រកាន់ខ្មែរថាកែនតបកែនអីឡើងទៅព្រំដែនមានដេប៉ូដាក់គ្រាប់ហ្នឹងហើយគេបាញ់រហូតដល់ស្រីស្នំ90គីឡូដីចូលទៅក្នុងដែនអធិបតេយ្យកម្ពុជាហ្នឹងដោយសារតែគេថាមកពីការឆ្លប់យកការរបស់គេហ្នឹងគេឃើញព័ត៌មានដឹងថាទីតាំងទាំងអស់ហ្នឹងគឺជាទីតាំងដាក់អាវុធឬក៏មូលដ្ឋានទ័ពតាមពិតភាសាថៃនៅក្នុងការនិយាយទាហានថៃថាកន្លែងហ្នឹងកន្លែងទ័ពកន្លែងអីហ្នឹងគឺអ្នកណាក៏និយាយបានដែរប៉ុន្តែវាចង្រៃអីវាខុសអីនៅពេលដែលទាហានខ្មែរដាក់ទ័ពឬក៏ធ្វើឃ្លាំងទ្របគ្រាប់នៅក្នុងដែនខ្មែរហ្នឹងវាខុសកន្លែងណាខ្ញុំពងតែឆ្ងល់កន្លែងនេះទោះជាថៃខំប្រឹងរំលឹកថាអូអាហ្នឹងគេត្រូវតែបាញ់កំតិចទៅដោយសារតែជាឃ្លាំងគ្រាប់
ចុះឥឡូវទីហោដីហ្នឹងជាដីរបស់យើងកម្មសិទ្ធិរបស់ផ្ទះរបស់យើងតើយើងអាចដាំដើមឈើបានយើងអាចសង់រោងយើងអាចដាំបន្លែបកានៅក្នុងផ្ទះឬក៏កែច្នៃដីនៅក្នុងប្លង់កម្មសិទ្ធិរបស់យើងនឹងធ្វើទៅជាអីដើម្បីប្រយោជន៍អាស្រ័យផលកម្មសិទ្ធិរបស់យើងបានទេអញ្ចឹងនៅចាំឲ្យអ្នកចិត្តខាងហ្នឹងចាំថាអូគាត់កំពុងសង់រោងដើម្បីចិញ្ចឹមសត្វឆ្មាឬឆ្កែអីទៀតអីអញ្ចឹងយើងត្រូវតែកំទេចចោលអូគាត់ចាប់ផ្ដើមកាយរងដើម្បីដាំននោងឬក៏ដាំដំឡូងអីនៅផ្ទះគាត់ទៅយើងត្រូវទៅកាយចោលឲ្យអស់ឲ្យខាងតែបានព្រោះអាការដាំននោងដាំត្រប់ឬក៏លពៅតឡាចអីហ្នឹងវាអាចវាទៅវាធ្វើឲ្យគ្រោះថ្នាក់រហូតដល់ប្រទេសថៃឬក៏ផ្ទះជាប់ហ្នឹងឬក៏យ៉ាងម៉េចអាហ្នឹងគេច្បាប់គេឥឡូវហ្នឹងគេអញ្ចឹងហ៎ជាការពិតហើយបើយើងដាំដើមឈើធំអីនៅក្បែរផ្ទះអីវាធ្លាក់មែកសាខាអីចូលទៅអ្នកចិត្តខាងអីយើងស្រួលគ្នាទៅយើងកាប់ឬក៏យើងមានគោលការណ៍ថាអូឥឡូវចិត្តលបងហ្នឹងចម្ងាយប៉ុណ្ណេះម៉ែត្រទៅប៉ុណ្ណេះម៉ែត្រយើងមិនអាចសង់អីបានឬមិនអាចដាំអីបានក្រែងលោវាឆ្លងជ្រៀតចូលដែនអ្នកដតីឬអីចឹងទៅប៉ុន្តែអាហ្នឹងវាជាការសម្របសម្រួលគ្នាទៀតដីផ្ទះយើងធ្វើអីក៏តែបានដែរនៅក្នុងផ្ទះយើងហើយការពារដូចថាបើយើងទិញកាភ្លើងឧទាហរណ៍យកមកទុកក្នុងផ្ទះយើងដើម្បីការពារខ្មាំងហើយច្បាប់រដ្ឋធម្មនុញ្ញយើងអនុញ្ញាតឲ្យយើងទិញកាភ្លើងដោយស្របច្បាប់ដាក់នៅក្នុងផ្ទះដើម្បីការពារចោរឬខ្មាំងសត្រូវដែលមកឈ្លានពានយើងហើយយើងត្រូវបានអ្នកចិត្តខាងនោះមករករឿងយើងនឹងដាក់កាភ្លើងនៅកន្លែងណាទុកកន្លែងណាដាក់កន្លែងណាក៏អត់មានអីខុសដែរផ្ទះយើងតាសំខាន់គឺមកពីអាអ្នកនៅក្បែរខាងហ្នឹងចេះតែចង់ចូលមកលួចចង់ចូលមកឈ្លានពានរឿងដែលខុសអារឿងអ្នកចិត្តខាងតាអីមកខុសម្ចាស់ផ្ទះឥឡូវហ្នឹងថៃគេកំពុងអះអាងថាអាគេបាញ់គេអីហ្នឹងទម្លាក់គ្រាប់រហូតដល់ស្រីស្នំចិត្តស្ពានអូជីកនៅស្ពានបុរាណមួយនៅខេត្តសៀមរាបអូជ្រៅមែនតើចិត្ត90គីឡូដីក្នុងដីខ្មែរគាត់ថាទៅបាញ់ដេប៉ូដាក់គ្រឿងសពាវុធរបស់ខ្មែរនៅហ្នឹងអញ្ចឹងមិនព្រមបាញ់ចោលខ្ទេចខ្ទីអស់ហ្មងហ្នឹងសពាវុធនៅពេញតដីខ្មែរហ្នឹងគិតតែធ្វើអញ្ចឹងហ្មងឬក៏ដុតចោលស្រុកខ្មែរទាំងអស់ហ្មងដើម្បីឲ្យស្ងប់ចិត្តថៃដែលថាអស់មានសពាវុធរបស់ខ្មែរតាហ៊ានថៃនេះគឺថ្លើមពីមេឃមែនតើទាំងលោកអនុទិនច័ន្ទវរៈគុលហ្នឹងក៏តែអញ្ចឹងដែរគឺប្រើពាក្យមួយថានឹងវ័យខ្មែរឲ្យទុនដៃឲ្យអស់លែងតដៃបានដើម្បីឲ្យថ្ងៃក្រោយទៅសំណុកថៃលុតខ្មែរភាសាបែបនេះគឺជាភាសាអគុណធម៌អសិលធម៌មែនតើព្រោះអីប្រជាជាតិមួយជាដែនអធិបតេយ្យអត់មានយើងមកគ្រប់គ្រងខ្មែរដើម្បីឲ្យទាហានខ្មែរបាក់បបខ្លោបខ្លាចដើម្បីខ្លួនឯងអាចបង្ក្រាបបានទេមិនមែនអញ្ចឹងទេភាពខែងរ៉ាញ់អស្ចារ្យនៃប្រទេសមួយមិនមែននៅលើការគម្រាមកំហែងអ្នកដទៃដោយសារតែឯងជាបងធំទេភាពខែងរ៉ាញ់នៃប្រទេសមួយគឺដោយសារខ្លួនមានសិលធម៌សុជីវធម៌សេចក្តីថ្លៃថ្នូរនិងការគោរពច្បាប់ទម្លាប់អន្តរជាតិនិងជាអ្នកភូមិផងលបងជាមួយដែលអាចរស់នៅជាមួយគ្នាបានមិនមែនមកឈ្នានេះខ្លាចតែគេលើសថៃកំពុងខ្លាចខ្មែរលើហើយដល់ពេលអញ្ចឹងយកលេសហ្នឹងមកចង់បង្ក្រាបយើងតើថៃមានសិទ្ធិអីមកបង្ក្រាបយោធាខ្មែរនៅក្នុងដែនអធិបតេយ្យខ្មែរក្នុងការការពារជាតិស្របច្បាប់នេះវាអត់មានច្បាប់ណាចែងមកដែលយើងទៅរករឿងប្រទេសគេលើកលែងតែគេទៅធ្វើអីធ្វើទុកបុកម្នេញខ្លួនប៉ុន្តែខ្មែរអត់ដែលបានធ្វើទុកបុកម្នេញថៃសូម្បីតែម្ដងថៃតើឈ្លានពានខ្មែរគ្រប់តែលើកដូច្នេះខ្ញុំជឿថាភាសារបស់ថៃនេះគឺជាភាសាប្រជាពិធដ្ឋប៉ុន្តែចង់បង្ហាញពិភពលោកថាខ្លួនធ្វើនឹងត្រូវគ្រប់យ៉ាងហើយរឿងនេះដែលវាអាភ័ព្វរឿងខ្មែរទៀតអាភ័ព្វរឿងអីថៃនិយាយអីក៏បានដែរដោយសារតែគេមានប្រព័ន្ធផ្សព្វផ្សាយហើយអាប្រព័ន្ធផ្សព្វផ្សាយរបស់គេនឹងទៀតសោតហ្នឹងត្រូវបានសារព័ត៌មានអន្តរជាតិយកទៅធ្វើតាមស្ដាប់តាមគួរឲ្យអកុសលមែនតើប៉ុន្តែយ៉ាងណាបងប្អូនឥឡូវអ្នកណាស្ដាប់បានស្ដាប់មិនបានឥឡូវយើងគិតមើលថាមកនេះគឺទាហានថៃជាពិសេសខាងយោធាខាងទ័ពអាកាសរបស់ថៃអីហ្នឹងគេប្រកាសថាគេវាយបានគ្រប់គ្រងតំបន់ 85% ដែលគេប៉ុនប៉ងដណ្ដើមពីកម្ពុជាតំបន់អីគេខ្លះដែលគេប៉ុនប៉ងដណ្ដើមពីកម្ពុជាបងប្អូនរឿងដែលសំខាន់ចេះបងប្អូនមានចាំទេកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាថៃប្រកាសថាវាយដណ្ដើមបានទីតាំង10កន្លែងយកទៅគ្រប់គ្រងដែលពីមុនគេគ្រប់គ្រងទាំងស្រុងអត់បានទេគឺយកទៅបានលើកឡើងតែប្រាសាទតាកបីមួយទេអញ្ចឹងក្នុងនោះគឺមានអីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចតំបន់ភ្នំទ្រាប់ហើយនឹងច្រកអានសេះផងព្រោះអាច្រកអានសេះនេះតាំងពីដើមឡើយមកគឺខ្មែរជាអ្នកគ្រប់គ្រងថាយើងគ្រប់គ្រងដាច់ដល់ពេលវាយគ្នាក្តាំងមកស្រាប់តែថៃគ្រប់គ្រងបានខ្លះមិនមែនបាន 100% ទេព្រោះអីយើងឃើញថៃយកស្បៃយកអីយកមកអញ្ចឹងទាហានខ្មែរទៅដកស្បៃចេញទាហានថ្មីថៃយកស្បៃនឹងបន្លាលួសយកមកដាក់វិញអីអញ្ចឹងទៅប្រទាញបន្ទងគ្នានៅកន្លែងរោងលោកតាអ៊ុំហ្នឹងយើងឃើញហើយមិនអញ្ចឹងជាក់ស្ដែង
គឺឃើញតាហ៊ានឈុតខ្មៅថៃនៅហ្នឹងពេលពួកខាងសង្កេតការអាស៊ានចុះទៅអីហ្នឹងក៏ឃើញបទាញបតុងគ្នារុញគ្នាទៅវិញទៅមកហ្នឹងដោយសារតែតំបន់ហ្នឹងពេលដែលវាយប្រាវ24ដល់28ហ្នឹងគឺថៃមកចូលដល់តំបន់ហ្នឹងគ្រប់គ្រងអីបានខ្លះតែមិនបានទាំងអស់ទេប៉ុន្តែមកដល់ម៉ោងនេះអ្វីកន្លែងដែលគេថាអត់ទាន់គ្រប់គ្រងបានអស់ហ្នឹងគេថាគេគ្រប់គ្រងបានថែមរហូតដល់85%បានន័យថាម៉េចបានន័យថាគេអាចគ្រប់គ្រងតំបន់ច្រកអានសេះហ្នឹងទាំងស្រុងហើយក៏គេអាចគ្រប់គ្រងប្រាសាទតាកបីថែមទៀតកុំនិយាយរឿងភ្នំទ្រាប់ហើយនឹងប្រាសាទតាមាន់ធំនិងប្រាសាទតាកបីប្រាសាទតាមាន់តូចអីកាលតែពីមុនដែលថៃថាគ្រប់គ្រងបានបើថៃអះអាងថាខ្លួនគ្រប់គ្រងបានថែម85%ទៀតនៅអ្វីដែលគេមិនទាន់បានគ្រប់គ្រងបានន័យថាគេអាចគ្រប់គ្រងច្រកអានសេះនឹងបានហើយនឹងប្រាសាទតាកបីនេះទៀតអាហ្នឹងសម្រាប់ការអះអាងរបស់ថៃទេបងប្អូនខ្ញុំនៅតែប្រើពាក្យថាការអះអាងខ្ញុំអត់និយាយថាព័ត៌មាននេះពិត 100% ទេព្រោះអ្វីគឺអាស្រ័យនៅលើក្រសួងការពារជាតិយើងជាអ្នកដែលតបទៅវិញហើយបញ្ជាក់តួលេខប្រាប់ថាការដែលនិយាយរបស់ថៃហ្នឹងគឺមិនពិតប៉ុន្តែមកដល់ម៉ោងនេះក្រសួងការពារជាតិអត់ទាន់ទាត់ចោលព័ត៌មានរបស់ថៃនិយាយពីរឿងយកតុងជ័យយកមកដោតនៅក្នុងប្រាសាទតាកបីនៅឡើយទេណាមកដល់មកនោះអត់ទាន់មានទេព្រោះក្រសួងការពារជាតិលឿនណាស់នៅក្នុងការច្រានចោលព័ត៌មានថាជាព័ត៌មានคล้ายៗហើយខ្ញុំរីករាយនឹងផ្សាយប៉ុន្តែយើងមកចាំដល់ថ្ងៃនេះតាំងពីថ្ងៃ15មកដល់ថ្ងៃនេះគឺថ្ងៃទី18 4ថ្ងៃហើយគឺអត់មានការថ្លែងការពីក្រសួងការពារជាតិទាត់ចោលអាតុងជ័យហ្នឹងថាជាคล้ายគូសរូបវីដេអូហ្នឹងដាក់ fake news អីចឹងកាលមុនគឺក្រសួងការពារជាតិធ្វើអញ្ចឹងរហូតរួមទាំងក្រសួងព័ត៌មានក្រសួងអីផងប៉ុន្តែឥឡូវនេះអត់មានទេសូម្បីតែនៅតំបន់កន្លែងច្រកអានសេះហ្នឹងក៏មិនឃើញយកអារូបគេដាក់តុងជ័យហើយឈូសឆាយដុំថ្មនៅអាកន្លែងរោងលោកតាអ៊ុំហ្នឹងហើយគេច្រៀងចម្រៀងជាតិរបស់ថៃអីនៅច្រកអានសេះហ្នឹងយើងអត់ទៅយកអាស្លាកដាក់ថាព័ត៌មានคล้ายចឹងបោះត្រានៅលើហ្នឹងវាអត់មានអញ្ចឹងបានថាខាងភាគីកម្ពុជាអាចមិនទាន់ច្បាស់នៅក្នុងចិត្តថាព័ត៌មានហ្នឹងគេអាចយកបានចឹងហ្នឹងប៉ុន្តែយើងប្រទាញបតុងគ្នាទៅវិញទៅមកដែរព្រោះអីនៅតំបន់ហ្នឹងឮសូរថាបាញ់គ្នាទាញបតុងគ្នាខ្លាំងណាស់រាល់ថ្ងៃហ្នឹងក្រសួងការពារជាតិថ្ងៃហ្នឹងក៏និយាយដែរថាចង់និយាយថាខាងយោធាថៃអះអាងថាគ្រប់គ្រងបាន85%នៃតំបន់ទីតាំងដែលកំពុងតែក្តៅកគុកហ្នឹងប៉ុន្តែខាងកម្ពុជាអះអាងចេះវិញក្រសួងការពារជាតិអះអាងថាទាហានខ្មែរនៅឈរជើងយ៉ាងរឹងមាំស្វិតស្វាញនៅគ្រប់គោលដៅឈរជើងយ៉ាងរឹងមាំស្វិតស្វាញនៅគ្រប់គោលដៅប៉ុន្តែឃ្លានេះមិនបាននិយាយថាបដិញថៃទៅណាឬក៏យ៉ាងម៉េចទេឬក៏ថៃគេយកបានខ្លះហើយទៅយើងទាញយើងរុញទៅវិញអីអញ្ចឹងគ្រាន់តែថាជាសារមួយដែលក្រសួងការពារជាតិប្រើតាំងពីដើមទីមកហើយគឺឈររឹងមាំស្វិតស្វាញគ្រប់គោលដៅខ្ញុំជឿថាมันមានអីខុសឆ្គងទេនៅក្នុងការនិយាយឃ្លាបែបនេះប៉ុន្តែគោលដៅណាខ្លះព្រោះគោលដៅច្រើនណាស់ដែលស្ងប់ស្ងាត់ណាប៉ុន្តែគ្រប់គោលដៅហ្នឹងអាគោលដៅភ្នំណែច្រកអានសេះនិងប្រាសាទតាកបីដែលក្តៅកគុកដែលគេផ្លោងគ្រាប់ដាក់ទៅប្រទាញបតុងគ្នាហ្នឹងគឺវាគេមានព័ត៌មានពីខាងគេឡើងស្រោចអីដែលថាគេចូលទៅគេថតរូបគេអីយើងចោតគេថាឥឡូវសូម្បីតែចោតថា AI ក៏យើងអត់ហ៊ានចោតគេទៀតព្រោះកាលរហល់ដងថាអាហ្នឹងរូប AI ទេអីទេព័ត៌មានមិនពិតឥឡូវអា AI ហ្នឹងក៏អត់ហ៊ានទាត់ចោលគេទៀតដូច្នេះយើងនៅតែគិតថាក្រសួងការពារជាតិមានការប្រយ័ត្នប្រយែងនៅក្នុងតំបន់នេះហើយវាជារឿងប្រទាញបតុងហើយខ្ញុំមិនសង្ស័យមិនភ្ញាក់ផ្អើលទេបើសិនជាថៃពិតជាបានចូលទៅគ្រប់គ្រងប្រាសាទតាកបីឧទាហរណ៍បើសិនជាក្នុងន័យហ្នឹងគឺថាវាពិតអញ្ចឹងមានរូបថតហ្នឹងវាអញ្ចឹងមែនខ្ញុំអត់មានសង្ស័យដោយសារអីថៃផ្លោងគ្រាប់ច្រើនណាស់ F16 នេះគឺជារឿងអកុសលសម្រាប់ទាហានខ្មែរណាខ្ញុំជឿថាបងប្អូនយើងទោះជាក្លាហានប៉ុណ្ណានៅពេលដែលគេទម្លាក់គ្រាប់ពីលើអាកាសតើយើងទៅស៊ូទ្រាំបានយ៉ាងដូចម្ដេចបើយើងមិនរកកន្លែងទីទួលលាក់ខ្លួនដើម្បីសន្សំជីវិតដើម្បីទៅវាយបកយកមកវិញនៅក្នុងពេលណាមួយតើយើងទៅក្រាញ់នានាជាមួយនឹងគ្រាប់ដែលអត់វិញ្ញាណនឹងបានទេបើថាថ្មើរជើងឡើងមកមួយវាយមួយគឺថាយើងក្រាបយើងលុតយើងកិច្ចយើងអីយើងដឹងព្រោះមនុស្សទល់មនុស្សខ្លាចដូចគ្នាទេឬក៏ស៊ូដូចគ្នាទេប៉ុន្តែដល់ពេលគ្រាប់ធ្លាក់ពីលើអាកាសនេះចិញ្ជ្រុំបែបនេះខ្ទេចប្រាសាទយើងអស់ហើយហ្នឹងប្រាសាទតាក្របីរៀបដល់ដីហើយបើសិនជាយើងជាទាហានខ្មែរដែលមានលេនដ្ឋាននៅប្រាសាទហ្នឹងបើសិនជាយើងមិនកិច្ចចេញពីប្រាសាទហ្នឹងសិនក៏នៅកប់នឹងស្លាប់នៅនឹងដែរព្រោះអីគេបាញ់ខ្ទេចប្រាសាទអស់ហើយហ្នឹងដូច្នេះវាអត់មានភ្ញាក់ផ្អើលអីទេបើសិនជារឿងហ្នឹងវាជារឿងពិតគ្រាន់តែថារឿងដែលមួយគឺខាងក្រសួងយើងអត់ទាន់បានរាយការណ៍មកថាថៃបានគ្រប់គ្រងរយៈពេលឥឡូវយើងរុញទៅវិញអីយ៉ាងណាទេគ្រាន់តែថាប្រាសាទខ្ទេចខ្ទីអស់ហើយទាហានរបស់យើងនៅជួរមុខរងគ្រាប់ផ្លោងរបស់ថៃជាពិសេសគឺ F16 នឹងយ៉ាងសន្ធាប់ណាស់ដែលខ្ញុំមានការអាណិតអាសូរបងប្អូនទាហានជួរមុខយើងមែនតើនៅតែបន់ស្រន់ឲ្យវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកទេវតារក្សាទ្វីបលោកជាពិសេសបុព្វបុរសពលឹងដូនតាខ្មែរ
ស្ដេចជំនាន់ណាក៏ដោយអ្នកដែលការពារព្រឹកព្រៃប្រាំងប្រាសាទខ្មែរនឹងជួយថែទាំការពារអាយុជីវិតបងប្អូនទាហានជួរមុខយើងផងព្រោះអីសង្គ្រាមលើកនេះជាមួយថៃនេះគឺជាសង្គ្រាមដ៏មហាអយុត្តិធម៌សម្រាប់ទាហានយើងណាស់ដោយសារអីគេប្រើគេហៅថាល្បិចពឹសពុលច្រើនពេកផ្សែងពុលផង drone ផង F16 ផង Gripen Fighter Jets ផងគ្រាប់បែកចង្កោមផងគ្រប់បែបយ៉ាងដែលជារឿងមួយដែលអកុសលដូចថាអានេះបើសិនជាយើងដូចឡើងវាយបុកអីចឹងបងប្អូនគឺគេឲ្យយើងពាក់កង់ធម្មតាបច្ចេកទេសថៃមានដាវសាមុរ៉ៃផងមានកបិតស្នៀតផងមានស្នាប់ដៃផងដោះកង់ចោលហើយដូចថាមកវាយគ្នាអញ្ចឹងបងប្អូនសាកគិតមើលថាវាអយុត្តិធម៌ប៉ុណ្ណាហើយអាញាកណ្ដាលទាំងអស់នៅក្នុងហ្នឹងអត់មានមើលឃើញថាថៃខុសសោះរឿងនេះហើយដែលជារឿងដែលឈឺចាប់ពិភពលោកអត់មានអ្នកណាមួយថ្កោលទោសថៃសោះមកដល់ម៉ោងនេះអត់អាលីងអយុត្តិធម៌សម្រាប់ខ្មែរមែនតើដែលយើងគិតទៅគឺថាចុះហេតុអីបានជាតិយើងអាភ័ព្វយ៉ាងនេះយើងចិត្តតែរនឹកមិនឃើញថាយ៉ាងហោចណាស់ក៏មានប្រទេសណាមួយដែលជាមិត្តរបស់យើងជាអ្នកស្លាប់រស់ជាមួយយើងក៏ចេញសេចក្តីថ្លែងការណ៍ណាមួយនៅជាមួយយើងបានមួយផ្លែដែរថ្កោលទោសថៃស្នើឲ្យថៃធ្វើនេះធ្វើនោះតែអត់ទេសារណាក៏សុំឲ្យភាគីទាំងពីរជប់បាញ់ហើយថៃបាញ់មុនស្នើឲ្យភាគីទាំងពីរឈប់បាញ់វាអត់យល់ចង់និយាយថាយើងត្រូវតែចាប់ផ្ដើមហ៊ានថ្កោលទោសថៃហើយបើអត់ហ៊ានថ្កោលទោសថៃតើពិភពលោកមើលមកឃើញថាខ្មែរទៅជាអ្នកនាំអាតទៅវិញព្រោះវាអត់មានរឿងអីដែលត្រូវខ្មែរចាប់ផ្ដើមមុនយើងមើលយោធាខ្មែរហើយយោធាថៃមើលបងប្អូនយើងថាតែប្រៀបធៀបយោធាយើងមើលងាយយោធាយើងហើយអត់ទេយើងត្រូវនិយាយការពិតយោធាថៃមានគ្រឿងសព្វាវុធគេទាំងអវកាសទាំងអីទ័ពគេនឹងក៏ច្រើនសន្ធឹកយន្តហោះប្រដេញយន្តហោះអីគេមានច្រើនយើងអត់មានទេទ័ពយើងក៏តិចជាងគេច្រើនថវិកាជាតិគេជួយផ្នែកយោធាក៏ច្រើននិយាយទៅគឺគេជាមហាអំណាចមួយផ្នែកយោធាដែរនៅក្នុងតំបន់លេខប្រមាណហ្នឹងនៅក្នុងយើងនេះដូច90គេនឹងយោធាថៃនឹងដូចជាចំណាត់ថ្នាក់ខ្ពស់ជាងយើងឆ្ងាយយើងនៅបាតតារាងហើយបើសិនជាមើលតួលេខហ្នឹងក៏យើងអាចដឹងថាទាហានខ្មែរឯណាទៅវាយគេមុននៅពេលដែលយើងដឹងថាយើងទៅមិនដល់កម្លាំងគេតើយើងទៅវាយគេកើតទេយើងចាត់សឿងបេះដូងធំហ្នឹងប៉ុន្តែបើយើងវាយគេមួយដៃគេដាក់មកយើង 4-5 ជើងបាក់ថ្មិញអស់ពីមាត់អីហ្នឹងតើយើងដឹងថាយើងចង់សាកអញ្ចឹងវាអត់មានទេហើយមួយយ៉ាងវាអត់ត្រូវការវាយគេទៅទៀតយើងគ្រាន់តែខែងរ៉ៃនៅក្នុងនៃការពារដែនអធិបតេយ្យរបស់យើងបើគេចូលមកដល់វាយដល់ក្នុងផ្ទះហើយយើងត្រូវតដៃខ្លះអាហ្នឹងគឺជារឿងត្រឹមត្រូវស័ក្តិសមសម្រាប់ខ្មែរតែបន្ថាចូលទៅដីគេទៅវាយគេវាអត់មានហើយពិភពលោកហ្នឹងមើលអត់ឃើញសោះហេតុអីបានគេមើលអត់ឃើញបងប្អូនមកពីយើងខូចពីយូរហើយខ្ញុំនិយាយម្ដងទៀតយើងបង្កើតឲ្យមានកេរ្តិ៍ឈ្មោះអាសោចលើឆាកអន្តរជាតិថាយើងជាមនុស្សខូចហើយអានេះគឺតែនិយាយទៅវាឈឺចាប់បងប្អូនតែនិយាយទៅថាកាន់ជើងថៃខ្ញុំអត់កាន់ជើងថៃទេខ្ញុំនិយាយពីតថភាពជាក់ស្ដែងយើងនៅពេលដែលគេរករឿងយើងពីរឿងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យធ្វើទុកបុកម្នេញខ្មែរគ្នាឯងយើងទៅទាត់ចោលទាំងអស់អង្គការពិភពលោកណាក៏សុទ្ធតែនយោបាយបកប្រឆាំងចូលដៃជាមួយបរទេសកម្ពុជាជានីតិរដ្ឋច្បាស់លាស់ 100% ប្រទេសយើងគឺថាកោះសន្តិភាពមានសិទ្ធិមនុស្សគឺសបោសបាយគឺអង្គការស្ថាប័នព័ត៌មានរាប់ពាន់រាប់ម៉ឺនទូរទស្សន៍វិទ្យុគេបើកភ្លើងភ្លឺទល់ភ្លឺគឺធ្វើដំណើរទៅណាគ្មានណារករឿងណាការ៉ាអូខេជាមួយស្រីស្នេហ៍ណាក៏បានដែរគ្មានណាគេរករឿងអីសោះសិទ្ធិសេរីភាពឯណាទៅរកបានដូចប្រទេសកម្ពុជាយើងនិយាយចឹងឲ្យតែគេរករឿងយើងរឿងធ្វើទុកបុកម្នេញគឺយើងយកតែរឿងចឹងមកនិយាយទៅហើយអត់ដែលទទួលស្គាល់សំបីតែម្ដងគេនិយាយអីក៏អត់ដែលទទួលស្គាល់ដែរគេថារំលោភសិទ្ធិមនុស្សហើយណាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញយើងថាអត់មានរំលោភសិទ្ធិមនុស្សអីផងគេធ្វើតាមតែរដ្ឋធម្មនុញ្ញ5ឆ្នាំបោះឆ្នោតម្ដងបោះឆ្នោតមានគណៈបកនយោបាយចម្រុះអត់តែគណៈបកប្រឆាំង 2-3 ហ្នឹងងាប់មែនដល់ទេនិយាយទៅប្រាប់គេថាអញ្ចឹងស្អីទៀតមក EBA គេប្រាប់ណាកុំមករំលោភសិទ្ធិកម្មករអីប្រយ័ត្នគេដាក់ទណ្ឌកម្មគេពុំមានមួយឆ្នាំមុនអត់ស្ដាប់ចង់ដាក់ 100% ក៏បាននេះកុំថាឡើយដក 20% ដល់គេដាក់ 20% មកនៅតែចង់អត់កាយទៀតទៅអញ្ចឹងទៀតទៅគេលែងស្ដាប់គេលែងជឿគេលែងអីយើងទាំងអស់ហើយដល់ពេលប្រព័ន្ធដឹកនាំរដ្ឋបែបហ្នឹងវាធ្វើឲ្យមានអំពើពុករលួយមានអំពើជួញដូរឆបោកអនឡាញខូចកិត្តិយសខូចគេឈ្មោះយើងហ្នឹងលើសកលលោកទៀតអញ្ចឹងគេថាប្រាប់ឲ្យអត់ជឿអត់ស្ដាប់ដោយសារអីស្ថានភាពបែបហ្នឹងវាអត់មានគណៈបកប្រឆាំងអីជួយទប់ជួយអីជាសេះលែងដៃអញ្ញាតែបកពួកគ្នាឯងទៅប្រទេសយើងคล้ายទៅជាប្រទេសឯកោយើងទៅអោបចិន
ចុះសហគមន៍អន្តរជាតិគេអត់មានបានតម្លៃអីពីយើងតតែសោះហេតុអីបានយើងទម្លាក់តម្លៃខ្លួនគេចាយលុយអស់2000លានដុល្លារយកអូនតាក់មកដើម្បីរៀបចំការបោះឆ្នោតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគេសង្ឃឹម100%ថាកម្ពុជានឹងបានស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋមានសេរីភាពឈប់ជួបអាចទូរភិក្សឬក៏គ្រោះរំលោភសិទ្ធិមនុស្សព្រោះឆ្អែតហើយសង្គ្រាមរាប់ឆ្នាំហើយយើងចាប់ផ្ដើមច្បោលយើងធ្វើបានល្អដល់ឆ្នាំ2017មលាយគណៈបកសង្គ្រោះជាតិចោលមលាយខ្ទេចខ្ទីដេញអង្គការសង្គមស៊ីវិលដេញកសែតដេញអីចោលទាំងអស់ចាប់អ្នកដាក់គុកណានិយាយអីក៏ជាប់គុកដែរហើយដល់តែពេលអញ្ចឹងយើងគិតថាគ្រាន់បើព្រួបអាងចិនណោះហើយសហគមន៍អន្តរជាតិគេកាន់តែឆ្ងាយទៅគេចេះអាសូរដែរថាចុះហេតុអីបានខ្មែរយើងទៅជាអញ្ចឹងគេខំជួយលុយគេខំជួយអីទំនុកបំរុងយើងសពបែបយ៉ាងដើម្បីឲ្យយើងមានភាពខៃរ៉ែងមានប្រជាធិបតេយ្យមានអីគេទៅអភិវឌ្ឍប្រទេសជាតិឲ្យរឿងគ្រាន់បើដល់ពេលហើយយើងបំផ្លាញវាចោលអស់យើងបាត់សេចក្តីទុកចិត្តអាហ្នឹងដូចក្មេងមួយនៅក្នុងរឿងប្រឡោមលោករឿងនិទានដែលគេនិយាយអាក្មេងមួយដែលទៅខ្វៀលឈាមអាយប់ឡើងសបាយហ្នឹងគឺនាំទៅស្រែកប្រាប់ថាអូយអ្នកស្រុកអើយជួយខ្ញុំផងចែកចកមកស៊ីឈាមខ្ញុំអស់ហើយគេមកពេញភូមិមកដល់វាធ្វើអេសម៉េះអញ្ចឹងគេថាអត់មានស្រែកចកផងនិយាយលេងដល់អញ្ចឹងអ្នកស្រុកគេខំយកអាភ្លើងគប់ភ្លើងកុយស្អីមកហ្នឹងដើម្បីរត់ចោលឆ្នាំងចោលចានហ្នឹងដើម្បីមកជួយលើកក្រោយម្ដងទៀតថាអញ្ចឹងទៀតដល់ពេលលើកក្រោយទៀតតែថាលេងរហូតចឹងទៅឆ្កែចកអត់មានដល់ពេលថ្ងៃក្រោយឆ្កែចកមកមែនតើស្រែកហាមអ្នកស្រុកអត់មានណាមកមួយចកស៊ីអស់អាលីងសัตว์ប្រពែសัตว์ជាមអីហ្នឹងអាហ្នឹងគឺយើងកំពុងតែធ្វើអញ្ចឹងបានតែថាយើងពិបាកហើយខ្ញុំចិត្តថាយើងត្រូវធ្វើឲ្យយើងខ្លាំងឡើងវិញបងប្អូននៅក្នុងនាមជាជាតិសាសន៍យើងក៏មើលរំលងណាតិចតួចហ្នឹងជួនកាលយើងដើម្បីបំផ្លាញខ្មែរគ្នាឯងយើងឃើញតែធ្វើបានប៉ុន្តែដល់តែពេលយើងត្រូវការពឹងអ្នកដទៃបរទេសឲ្យជួយបរទេសគេប្រលេះដៃយើងចោលទៀតឯណាអ្នកណាដែលស្រឡាញ់ខ្មែរជាងខ្មែរឥឡូវយើងស្រែករកខ្មែរគ្នាឯងមកជួយសតតែជនរងគ្រោះទាំងអស់យើងត្រូវការពឹងឲ្យគ្នាជួយមកកម្លាំងរួមគ្នាសតតែជនរងគ្រោះទាំងអស់ជាប់គុកចង់ជាប់ពិបាករត់ចោលស្រុកចង់អស់ទៀតហើយម៉ោងហ្នឹងហើយអត់ទាន់មានការផ្សះផ្សាជាតិទៀតអាហ្នឹងហើយដែលខ្ញុំនិយាយថាចំណុចដែលវាពិបាកប៉ុន្តែបងប្អូនមិនទាន់ហួសពេលទេយើងនៅតែព្រោះថៃនេះណាអត់ចិញ្ចឹមចិត្តឆ្លៀនពៀនខ្មែរទេយើងរស់នៅជាមួយប្រទេសថៃនេះយើងនឹងរស់នៅក្នុងស្ថានភាពបែបនេះមួយជីវិតរបស់បងប្អូនទាំងអស់ទៀតក៏ប៉ុន្តែកុំសួរថាតើមានយុត្តិធម៌ទេពីថៃយើងត្រូវសួរខ្លួនឯងវិញថាតើយើងអាចរកយុត្តិធម៌សម្រាប់ជាតិសាសន៍យើងបានដោយរបៀបណាដើម្បីទប់ភាពអយុត្តិធម៌របស់ថៃនិងសហគមន៍អន្តរជាតិដើម្បីទប់ភាពអយុត្តិធម៌របស់ប្រទេសថៃនិងសហគមន៍អន្តរជាតិនៅពេលនេះគឺមានតែកម្លាំងមហាសាមគ្គីរបស់ខ្មែរទេហើយកម្លាំងមហាសាមគ្គីរបស់ខ្មែរនេះគឺផ្ដើមចេញពីគណៈបកប្រជាជនកម្ពុជាដែលបំផ្លាញគេអស់ខ្ទេចខ្ទីយូរហើយដូច្នេះអត់ទាន់ហួសពេលទេហើយស្ដែងចេញមកធ្វើទៅដោះលែងលោកកឹមសុខាដោះលែងអ្នកទោសមនសិការឲ្យអស់ហើយចាប់ផ្ដើមស្អំពីនឹងមកហើយចាំមើលតើប្រជាពលរដ្ឋនឹងបាក់ភ្លុកទឹកភ្លុកដីយ៉ាងណាដើម្បីគ្រប់គ្រងសម្លេងយើងសប្ថ្ងៃនេះកំពុងតែនៅតែមានមន្ទិលទៀតថាគណៈបកកណ្ដាលអំណាចនៅតែកេងចំណេញនយោបាយហើយនៅតែធ្វើកិច្ចការជាមួយគ្នាក្នុងក្រសែភ្នែកមួយថាភ័យខ្លាចថាគណៈបកប្រជាជនកម្ពុជាកេងចំណេញនយោបាយទៀតឥឡូវថ្ងៃនេះគឺក្រុមលោកហ៊ុនម៉ាណីដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលលោកហ៊ុនម៉ាណីគឺជាកូនប្រុសរបស់លោកហ៊ុនសែនគាត់ដឹកនាំកែនមនុស្សបានរាប់ពាន់ដល់ម៉ឺននាក់ដើម្បីហាយក្បួនដើរពីផ្សាររាត្រីទៅវិមានឯករាជ្យដើម្បីសន្តិភាពបងប្អូនឃើញគាត់កែនមនុស្សបានច្រើនទេហើយអ្នកណាមិនចង់ចូលរួមនៅក្នុងក្បួនហាយសន្តិភាពមានទាំងបរទេសមានទាំងខ្មែរណាក៏ស្រឡាញ់សន្តិភាពដែរប៉ុន្តែយើងអត់មានសន្តិភាពទេបងប្អូនទទួលស្គាល់បានទេមិនអញ្ចឹងទេដែលយើងអរគុណសន្តិភាពពេញ